សួស្តីអ្នកខេត្តបាត់ដំបងគ្រាន់តែឃើញម្ហូបប៉ុណ្ណឹងអ្នកខ្លះក៏ដឹងដែរថានៅខេត្តបាត់ដំបងនិយាយទៅខ្ញុំមកដល់ទឹកដីបាត់ដំបងនេះគឺជាលើកដំបូងសម្រាប់ជីវិតខ្ញុំហើយជាខេត្តមួយដែលខ្ញុំចង់មកជាងគេហ្មងហើយឥឡូវបានមកដល់ហើយពេលដែលមកដល់ភ្លាមអត់មានធ្វើអីទេគឺស្វែងរកកន្លែងញ៉ាំអីមុនគេដោយសារនៅហ្នឹងគឺម្ហូបគេល្បីឆ្ងាញ់ច្រើនណាមួយអត់បាយតាំងពីថ្ងៃដែរញ៉ាំតែពីពេញមកបន្តិចហួសរហូតមកដល់ឥឡូវញ៉ាំបាយល្ងាចហ្មងនៅបាត់ដំបងហើយបាយសឡនេះហើយនឹងត្រីចៀនគេនេះនិយាយពីថាស្រួយហើយសឡហ្នឹងគឺឆ្ងាញ់មែនតែនហ្មងចំណូលចិត្តខ្ញុំមែនតែនជាពិសេសបានត្រីចៀនជាមួយនឹងម្ជូរអំពិលបុកនេះញ៉ាំជាមួយសឡម្ជូរនិយាយពីថាត្រូវគ្នាចាប់ជាតិតែម្ដងកំពុងតែអត់ស្រួលខ្លួនផងឥឡូវបានញ៉ាំក្តៅអញ្ចេះគឺមានអារម្មណ៍ថាធូរមកហើយចំពោះតម្លៃវិញណានៅក្នុងហាងចែមុំនឹងទាំងមូលម្ហូបគេមកមុខ10000ទាំងអស់ហ្មងនិយាយទៅបើតាមជាទូទៅមនុស្សម្នាក់គេហៅតែមកហូបមួយមុខទេហើយគេមានបាយមានអីឲ្យអញ្ចឹងណាញ៉ាំបបោហើយប៉ុន្តែខ្ញុំនេះវាលោភខ្ញុំចង់ញ៉ាំ2មុខអញ្ចឹងធ្វើមិនទេដោយសារតែរបស់ឆ្ងាញ់ដែរធាត់អីក៏ធាត់ទៅមួយថ្ងៃនេះដាក់មួយឆ្អែតទៅសូម្បីតែផ្អែមគេមួយចានក៏10000រៀលដែរនិយាយទៅឲ្យតែខ្ញុំបានមករៀនអញ្ចឹងញឹកសៀមរាបបាត់ដំបងចេះទៀតដឹងតែខ្ញុំនឹងឡើងគីឡូស្រើដីមិនបាច់ចាំស្គមទេចំពោះទីតាំងហាងចែមុំក៏ស្រួលរកដែរនៅលើផ្លូវជាតិលេខ5ហ្នឹងហ្មងពេលដែលយើងជិះចិត្តដល់រង្វង់មូលតាដំបងក្រញូងហ្នឹងគឺយើងមើលទៅខាងឆ្វេងដៃទៅឃើញហើយក្បែរស្តុបមួយទាំងអនាម័យរសជាតិតម្លៃគឺខ្ញុំឲ្យលេខ1ហ្មងឆ្ងាញ់មែនទែនហើយកុំប្រកាន់ខ្ញុំដោយសារតែខ្ញុំត្រូវដៃឯងដោយសារការញ៉ាំបែបហ្នឹងបើមិនដៃទេគឺអត់ឆ្ងាញ់ទេហើយបើបងប្អូនបានមកលេងបាត់ដំបងកុំភ្លេចជាងចូលសាកផងឆ្ងាញ់ឬក៏មិនឆ្ងាញ់ឬក៏ខ្ញុំគ្រាន់តែចេះតែនិយាយចូលសាកខ្លួនឯងមិនដឹងហើយងាកមកផ្អែមគេវិញគឺផ្អែមដូងខ្ទិះជាមួយនឹងផ្លែឈើមានតាំងពីប៊ឺគ្រាប់ជីមានសម្រងមានខ្នុរមានអីនិយាយទៅគឺផ្អែមមួយចាននេះគឺមានរសជាតិឆ្ងាញ់ហើយរបៀបថាដូចផ្អែមសុខភាពអញ្ចឹងហើយផ្អែមដូងខ្ទិះនេះខ្ញុំក៏មិនដែលញ៉ាំដែរខ្ញុំធ្លាប់តែញ៉ាំដូងខ្ទិះក្លុកឥឡូវមកសាកផ្អែមដូងខ្ទិះគេនេះមានរសជាតិប្លែកមែនតែនហ្មងដែលខ្ញុំអត់ដែលញ៉ាំទេក៏ពិបាករកដែរនៅភ្នំពេញខ្ញុំមិនដឹងថាទៅរកនៅណាបានញ៉ាំទេហើយក៏ឃើញវីដេអូគេធ្វើច្រើនដែលថានៅបាត់ដំបងឬក៏នៅសៀមរាបមានប្រភេទផ្អែមបែបហ្នឹងប៉ុន្តែខ្ញុំទៅសៀមរាបក៏ខ្ញុំអត់បានសាកដែរឥឡូវបានមកសាកនៅបាត់ដំបងម្ដងអញ្ចឹងវីដេអូនេះក៏មានតែប៉ុណ្្នឹងដែរអរគុណច្រើនបងប្អូនទាំងអស់គ្នាយើងចាំជួបគ្នានៅវីដេអូក្រោយទៀតបាយ